បែបនឹងអូនតងក៏ស្រាប់តែយំភ្លាមដែលនិយាយថាហើយយីលោកគឺតែងតែជួយអ្នកដទៃតែងតែជួយបំពេញនូវក្តីសម័យព្រមទាំងសុបិនអ្នកដទៃប៉ុន្តែសម្រាប់ខ្លួនលោកសុបិនរបស់លោកគឺមិនបានបំពេញវានោះទេនៅពេលដែលអូនតងនិយាយចំបែបនឹងហើយយីគាត់ក៏រៀងតក់ស្លុតបន្តិចដែរតែគាត់ក៏បានតបទៅកាន់អូនតងថាគាត់គឺពុំបានខ្វល់អំពីខ្លួនឯងនោះទេហើយវាក៏ជាពាក្យដែល admin តែងតែនិយាយដាក់ខ្លួនឯងដូចគ្នារឿងខ្លះហេតុការណ៍ខ្លះឲ្យតែមនុស្សដែលយើងស្រឡាញ់មាននូវសេចក្តីសុខសម្រាប់យើងគឺមិនអីនោះទេបើទោះបីជាត្រូវគេយំម្នាក់ឯងពិបាកចិត្តតែម្នាក់ឯងឈឺចាប់តែម្នាក់ឯងក៏អាចទទួលយកបានដែរបញ្ហាខ្លះវាពិតជាពិបាកសម្រាប់ខ្លួនយើងអាចថាគឺជារបស់មួយដែលវាប្រហារផ្លូវចិត្តយើងខ្លាំងមែនទែនតែមាត់គឺនៅតែប្រាប់ទៅកាន់គេប្រាប់ទៅកាន់អ្នកដទៃថាខ្ញុំគឺមិនអីនោះទេនៅពេលដែលបានលើបែបហ្នឹងអូនតងក៏បានស្ទុះមកអបហៅយីដោយនាងគឺបាននិយាយទៅកាន់ហៅយីគឺនាងមិនចង់បានបែបនេះនោះទេហៅយីលោកគឺបានជួយខ្ញុំអូអត់ទេមិនមែនត្រឹមតែខ្ញុំនោះទេខាងសៀនហើយក៏ព្រមទាំងលៀនយន្តផងដែរដែលជាអាចារ្យវ៉ែនតាទាំងនេះគឺជាអំពើល្អរបស់លោកមកកាន់ពួកយើងហៅយីពួកយើងក៏មិនចង់ឃើញលោកបែបនេះដែរពួកយើងគឺចង់ឃើញលោកមានភាពរីករាយហៅយីបើសិនបើជាលោកមានរឿងអីគឺអាចប្រាប់មកកាន់ពួកយើងបានតែបើសិនបើជាលោកមិនអាចនិយាយតែខ្ញុំនិងពួកគេគឺនឹងអាចជួយលោកដោយរបៀបណាទៅហៅយីសម្រាប់ខ្ញុំបើសិនបើជាខ្ញុំមិនអាចជួយលោកបានខ្ញុំឃើញលោកក្នុងសភាពបែបនេះខ្ញុំក៏មានអាការឈឺចាប់ផងដែរលើបែបហ្នឹងហៅយីក៏បានងាកមករកអូនតងព្រមទាំងបានជួយទឹកភ្នែករបស់នាងព្រមទាំងប្រាប់ទៅកាន់នាងថាការដែលខ្ញុំគឺមិននិយាយមកប្រាប់រឿងទាំងអស់នេះទៅកាន់អ្នកទាំងអស់គ្នាដោយសារតែខ្ញុំគិតថាវាគឺជារឿងតូចតាចសម្រាប់ខ្ញុំនៅពេលដែលបានលើបែបហ្នឹងអូនតងក៏ស្ទើរតែយំម្ដងទៀតខណៈដែលនាងក៏បានស្ទុះទៅអបហៅយីយកមកហៅយីរឿងដែលលោកបាននិយាយថាទាំងនេះគឺជារឿងដែលតូចតាចក៏ប៉ុន្តែអត់ទេណាវាពុំមែនជារឿងតូចតាចទេនោះវាគឺជាក្តីសម័យគឺជាសេចក្តីសុបិនការពីកុមារភាពរបស់លោកតែដឹង